ក្រុមហ៊ុនរបស់សង្ហបុរីមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគការកែច្នៃក្របស្វាយចន្ទីរបស់កម្ពុជានៅក្នុងជំនួបជាមួយនឹងលោកជំទាវចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីនេះក៏បានអនុញ្ញាតឲ្យលោក Gao Rao Batil ដែលជាអនុប្រធានជាន់ខ្ពស់និងជានាយកក្រុមហ៊ុន Olam Food Ingredients ប្រចាំប្រទេសវៀតណាមគណៈប្រតិភូជាច្រើនរូបទៀតបានជួបសម្ដែងការកុសលនិងពិភាក្សាការងារក្នុងបំណងសំខាន់គឺការជំរុញនិងស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅក្នុងជំនួបនោះគឺលោក Gao Rao Batil បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីអំពីក្រុមហ៊ុន Olam Food Ingredients ប្រចាំប្រទេសវៀតណាមគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Olam Group ដែលជាក្រុមហ៊ុនដ៏ធំមួយមានទីស្នាក់ការកណ្ដាលនៅប្រទេសសង្ហបុរីនិងកំពុងតែមានប្រតិបត្តិការជាង60ប្រទេសដោយមានជំនាញអាជីវកម្មម្ហូបអាហារនិងកសិពាណិជ្ជកម្មឈានមុខគេដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោកបន្ថែមពីនេះក្រុមហ៊ុន Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Olam Ausban កម្ពុជាដែលក្នុងនោះដែរគឺបានបង្កើតតាំងពីឆ្នាំ2017ក្នុងទិសដៅបន្តជំរុញនិងពង្រីកវិសាលភាពវិនិយោគបន្ថែមលើការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជានិងដំណាំសក្តានុពលផ្សេងៗទៀតមានដូចជាស្វាយទុរេននិងម្នាស់ជាដើមលោកបានអះអាងទៀតថាដោយពិនិត្យមើលឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជាជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយក្រុមហ៊ុនរបស់លោកគឺមានបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទីនេះដោយផ្ទាល់ព្រមទាំងបានស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងពាណិជ្ជកម្មដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការអំណោយផលដើម្បីជំរុញការកែច្នៃផលិតផលសក្តានុពលកម្ពុជាឲ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់នៅពេលអនាគតជាការឆ្លើយតបភ្លាមៗនោះលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានស្វាគមន៍លោក Gao Rao Batil ដែលជាអនុប្រធានជាន់ខ្ពស់និងជានាយកក្រុមហ៊ុន Olam Food Ingredients ប្រចាំប្រទេសវៀតណាមចំពោះទំនុកចិត្តក្នុងការវិនិយោគនិងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជានិងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការលើកកម្ពស់ជំរុញនិងអភិវឌ្ឍវិស័យកែច្នៃចន្ទីកម្ពុជានិងផលិតផលសក្តានុពលផ្សេងៗទៀតឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ